នាថ្ងៃច័ន្ទដល់ថ្ងៃប្រហោះ8រោចដល់11រោចខែភទ្របទឆ្នាំម៉ាសាញ់ស័កស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី15ដល់ថ្ងៃទី18ខែកញ្ញាឆ្នាំ2025តបតាមការអញ្ជើញរបស់រដ្ឋបាលសារពើពន្ធនៃប្រទេសអូស្ត្រាលី Australian Taxation Office ATO ក្នុងនាមជាប្រធានផ្លាស់វេននៃរដ្ឋបាលសារពើពន្ធអាស៊ីប៉ាស៊ីហ្វិកនឹងការស្រាវជ្រាវ Study Group on Asia Pacific Tax Administration and Research ស្កាតាឯកឧត្តមគង់វិបុលរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារអមដោយលោកជំទាវប៊ុននារីឯកឧត្តមលឹមហ៊ុយជីវអគ្គនាយករងនិងលោកលឹមដឺលុចអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារដោយមានការចូលរួមពីលោកអេងរតនាប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំលោកបានឌីវីទូប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននិងលោកស្រុនអង្រេនប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី54នៃក្រុមសិក្សាស្តីពីរដ្ឋបាលសារពើពន្ធអាស៊ីប៉ាស៊ីហ្វិកនិងការស្រាវជ្រាវស្កាតាដែលរៀបចំប្រព្រឹត្តទៅនៅ Brisbane Exhibition and Convention Center ទីក្រុង Brisbane រដ្ឋ Queensland ប្រទេសអូស្ត្រាលីកិច្ចប្រជុំស្កាតាប្រចាំឆ្នាំលើកទី54បានប្រព្រឹត្តទៅនិងប្រកាសបើកកម្មវិធីជាផ្លូវការក្រោមអធិបតីភាពរបស់លោក Rob Heffernan ជា Commissioner នៃរដ្ឋបាលសារពើពន្ធអូស្ត្រាលី ATO និងជាប្រធានផ្លាស់វេននៃកិច្ចប្រជុំស្កាតាលើកទី54ដែលមានវត្តមានអ្នកចូលរួមសរុបប្រមាណជាចំនួន177រូបក្នុងនោះមានឯកឧត្តមលោកជំទាវអគ្គនាយកអគ្គនាយករងនិងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលសារពើពន្ធជាសមាជិកស្កាតាចំនួន19ប្រទេសក្នុងនោះរួមមានរដ្ឋបាលសារពើពន្ធសាធារណរដ្ឋកូរ៉េអូស្ត្រាលីកម្ពុជាចិនហុងកុងជប៉ុនឥណ្ឌូនេស៊ីឡាវម៉ាកាវម៉ាឡេស៊ីម៉ុងហ្គូលីនូវេហ្សេឡង់ប៉ាពួរញូហ្គីណេហ្វីលីពីនសិង្ហបុរីតៃវ៉ាន់ថៃនិងវៀតណាមព្រមទាំងហ្វីជីដែលជាសមាជិកថ្មីទី19នៃស្កាតាព្រមទាំងសមាជិកអង្គការនិងវាគ្មិនសំខាន់ៗមកពីស្ថាប័នអន្តរជាតិចំនួន7រួមមានធនាគារអភិវឌ្ឍន៍អាស៊ី ADB សមាគមអ្នកប្រឹក្សាពន្ធអាស៊ី Oceania AOTCA Global Forum International Bureau of Fiscal Documentation IBFD Organization for Economic Cooperation and Development OECD មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក World Bank ក្នុងកិច្ចប្រជុំនេះបានរៀបចំបែងចែកជា2កម្រិតគឺកម្រិតប្រធានគណៈប្រតិភូ Head of Delegates និងកម្រិតក្រុមការងារបច្ចេកទេស Working Group ក្នុងកិច្ចប្រជុំកម្រិតប្រធានគណៈប្រតិភូបានប្រជុំនិងវិតម្លៃលើការអនុវត្តផែនការសកម្មភាពការងារដែលបានដាក់ចេញកាលពីកិច្ចប្រជុំស្កាតាលើកទី53ដែលបានធ្វើឡើងកាលពីឆ្នាំ2024នៅសាធារណរដ្ឋកូរ៉េនាឆ្នាំកន្លងមកហើយកិច្ចប្រជុំបានបន្តជជែកពិភាក្សាផ្លាស់ប្ដូរយោបល់មេរៀនបទពិសោធន៍ការអនុវត្តល្អៗនិងបញ្ហាប្រឈមនានាលើប្រធានបទសំខាន់ចំនួន3រួមមានទី1ការប្រយុទ្ធប្រឆាំងបទល្មើសពន្ធដារនិងកំណត់ការក្លែងបន្លំអត្តសញ្ញាណទី2បច្ចេកវិទ្យាបញ្ញានិម្មិតក្នុងរដ្ឋបាលសារពើពន្ធ AI in Tax Administration និងទី3បច្ចុប្បន្នភាពនៃការងារកែតម្រង់ពន្ធដារ Tax Reform Updates Across Jurisdictions ក្នុងឱកាសនោះដែរឯកឧត្តមគង់វិបុលរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានចូលរួមជាវាគ្មិននៅក្រុមប្រធានគណៈប្រតិភូនិងធ្វើបទបង្ហាញចែករំលែកបទពិសោធន៍អំពីការប្រយុទ្ធប្រឆាំងបទល្មើសពន្ធដារនិងកំណត់ការក្លែងបន្លំអត្តសញ្ញាណទាំងទិដ្ឋភាពច្បាប់បទបញ្ញត្តិបទពិសោធន៍នៃការអនុវត្តករណីជាក់ស្ដែងព្រមទាំងបញ្ហាប្រឈមនិងដំណោះស្រាយដែលជំរុញឲ្យរដ្ឋបាលសារពើពន្ធកម្ពុជា
អាចដើរទាន់សភាពការនិងនិន្នាការនៃរដ្ឋបាលសារពើពន្ធក្នុងតំបន់និងអន្តរជាតិផងដែរដោយឡែកសម្រាប់កម្រិតក្រុមការងារបច្ចេកទេសមានបែងចែកជា3ក្រុមផងដែរហើយបានរៀបចំជជែកដេញដោលយ៉ាងសកម្មនិងផលផុសក្នុងនោះក្រុមការងារទី1ការផ្ទេរថ្លៃពាក់ព័ន្ធនឹងប្រតិបត្តិការក្នុងចំណោមបុគ្គលតាក់ទិនក្រុមការងារទី2បញ្ហាប្រឈមនានាក្នុងបរិបទ Digital លូបនីយកម្មនិងក្រុមការងារទី3ការគ្រប់គ្រងហានិភ័យនៃអនុលោមភាពសារពើពន្ធក្នុងទីផ្សារសហគ្រាសធុនតូចជារួមបន្ទាប់ពីកិច្ចប្រជុំវិភាសានិងផ្លាស់ប្តូរយោបល់យ៉ាងមមាញឹកនិងក្នុងស្មារតីកិច្ចសហប្រតិបត្តិការខ្ពស់សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី54របស់ SCATA ចាប់ពីថ្ងៃទី15ដល់ថ្ងៃទី18ខែកញ្ញាឆ្នាំ2025នេះក្រុមការងារប្រធានគណៈប្រតិភូបានបូកសរុបលទ្ធផលការងារសំខាន់ៗនិងដាក់ចេញនូវវិធានការអនុវត្តបន្តដូចខាងក្រោមកិច្ចប្រជុំប្រចាំឆ្នាំលើកទី54បានបញ្ចប់ដោយជោគជ័យដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំដោយរដ្ឋបាលសារពើពន្ធអូស្ត្រាលី ATO ដោយមានលោក Rob Heffernan ជាប្រធានផ្លាស់វេនកិច្ចប្រជុំ SCATA និងលោក Hector Thompson ជាអគ្គលេខាធិការនៃកិច្ចប្រជុំ SCATA រដ្ឋបាលសារពើពន្ធ Fiji ត្រូវបានបោះឆ្នោតឲ្យក្លាយជាសមាជិកទី19នៃក្រុមសិក្សាស្តីពីរដ្ឋបាលសារពើពន្ធអាស៊ីប៉ាស៊ីហ្វិកនិងការស្រាវជ្រាវ SCATA ក្រុមប្រធានគណៈប្រតិភូទាំង19បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗចំនួន3ទី1ការប្រយុទ្ធប្រឆាំងបទល្មើសពន្ធដារនិងកំណត់ការក្លែងបន្លំអត្តសញ្ញាណទី2បច្ចេកវិទ្យាបញ្ញានិម្មិតក្នុងរដ្ឋបាលសារពើពន្ធនិងទី3បច្ចុប្បន្នភាពនៃការងារកែតម្រង់ពន្ធដារកិច្ចពិភាក្សាបានសង្កត់ធ្ងន់លើបញ្ហាប្រឈមនិងបញ្ហាលេចធ្លោដោយបានចងក្រងជាឯកសារមេរៀនបទពិសោធន៍ការអនុវត្តល្អក៏ដូចជាបញ្ហាប្រឈមនិងដំណោះស្រាយបានទទួលយកការស្នើសុំក្នុងការបន្តសិក្សារៀបចំបង្កើត UNITE ដែលនេះជាបណ្ដាញបង្រួបបង្រួមសម្រាប់ការស៊ើបការណ៍ក្នុងគោលដៅពង្រឹងការអនុវត្តពន្ធហើយការស្នើសុំនេះនឹងបន្តយកទៅពិភាក្សាបន្ថែមក្នុងកិច្ចប្រជុំក្រុមការងារ Task Force បន្ថែមទៀតនាពេលអនាគតការអនុម័តលើរបាយការណ៍ស្តីពីការអនុវត្តផែនការកសាងសមត្ថភាពសម្រាប់ឆ្នាំ2024សម្រាប់បាន9លើកតាមរយៈកិច្ចសហការបណ្ដុះបណ្ដាលជាមួយស្ថាប័នអន្តរជាតិក្នុងគោលដៅចែករំលែកជំនាញនិងមេរៀនបទពិសោធន៍ជូនដល់រដ្ឋបាលសារពើពន្ធជាសមាជិកបានពិនិត្យនឹងឯកភាពឲ្យអនុវត្តនៅផែនការកសាងសមត្ថភាពសម្រាប់ឆ្នាំ2025ដែលក្រុងនឹងរៀបចំកម្មវិធីបណ្ដុះបណ្ដាលសរុបចំនួន11លើកបន្តទៀតបានពិនិត្យនឹងឯកភាពលើរបាយការណ៍នៃលទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងមក2024-2025របស់ក្រុមការងារ SCATA Task Force បានគាំទ្រឲ្យក្រុមការងារ SCATA Task Force លើ1រដ្ឋបាលសារពើពន្ធសាធារណរដ្ឋកូរ៉េទទួលបង្កើតនៅវេទិកា SCATA Competent Authority Forum 2រដ្ឋបាលសារពើពន្ធអូស្ត្រាលីទទួលសម្របសម្រួលរៀបចំកម្មវិធីបណ្ដុះបណ្ដាលប្រចាំឆ្នាំ Capacity Building Program និង3រដ្ឋបាលសារពើពន្ធសិង្ហបុរីរៀបចំនិងធ្វើបច្ចុប្បន្នភាពគេហទំព័រ SCATA បានអនុម័តលើរបាយការណ៍លទ្ធផលនៃកិច្ចប្រជុំក្រុមការងារបច្ចេកទេសទាំង3ក្រុមដោយក្នុងនោះបានចងក្រងជាឯកសារកម្រិតបច្ចេកទេសលម្អិតរួមមួយសម្រាប់ចែករំលែកដល់រដ្ឋបាលសារពើពន្ធជាសមាជិកទាំង19បានបោះឆ្នោតជ្រើសរើសរដ្ឋបាលសារពើពន្ធសិង្ហបុរីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមការងារ SCATA លើកទី55សម្រាប់ឆ្នាំ2026និងរដ្ឋបាលសារពើពន្ធនូវែលសេឡង់ជាម្ចាស់ផ្ទះបដូវវេនសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី56សម្រាប់ឆ្នាំ2027ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី54នៃក្រុមសិក្សាស្តីពីរដ្ឋបាលសារពើពន្ធអាស៊ីប៉ាស៊ីហ្វិកនិងការស្រាវជ្រាវ SCATA នេះផងដែរនារសៀលថ្ងៃពុធទី17ខែកញ្ញាឆ្នាំ2025ឯកឧត្តមគង់វិបុលរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានជួបសម្ដែងការគួរសមនិងវិភាសាការងារជាមួយ Professor Director Victor Vancomer Director of Tax Services នៃស្ថាប័ន IBFD ជាកិច្ចបន្តក្នុងនាមអាដាមគង់វិបុលរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោកជំទាវ ប៊ុននារីអគ្គនាយករងនិងឯកឧត្តមលីមហ៊ុយជីវអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារបានបន្តជួបប្រជុំទ្វេភាគីក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពន្ធដាររវាងស្ថាប័នទាំងពីរដោយមានការចូលរួមពីថ្នាក់ដឹកនាំជំនាញនៃអគ្គនាយកដ្ឋានពន្ធដារក្នុងគោលដៅពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងអន្តរជាតិព្រមទាំងសិក្សាលទ្ធភាពនិងឱកាសក្នុងការពង្រឹងការកសាងសមត្ថភាពមន្ត្រីរាជការពន្ធដារផងដែរជាបន្តនាព្រឹកថ្ងៃប្រហ័សទី18ខែកញ្ញាឆ្នាំ2025លោកជំទាវ ប៊ុននារីនិងឯកឧត្តមលីមហ៊ុយជីវអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រតិភូអមនាយករដ្ឋមន្ត្រីបានជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយលោកហាគីមហាម៉ាឌីប្រធានស្ដីទីនៃការិយាល័យបណ្ដុះបណ្ដាលនិងទំនាក់ទំនងនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ចនៃវេទិកា Global Forum កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំជំនាញនៃអគ្គនាយកដ្ឋានពន្ធដារបានប្រព្រឹត្តទៅក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពន្ធដាររវាងស្ថាប័នទាំងពីរជាពិសេសអំពីវេទិកា Global Forum ដែលមានកម្ពុជាជាសមាជិកបន្ថែមពីលើនេះទៀតនារសៀលថ្ងៃប្រហ័សទី18ខែកញ្ញាឆ្នាំ2025លោកប៉ូសន្តាប់អនុប្រធាននាយកដ្ឋាននិងលោកកែឈុំបញ្ញាអនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានពន្ធដារតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានចូលរួមកិច្ចប្រជុំក្រុមការងារស្កាតា Task Force ដោយផ្ដោតលើរបៀបវារៈសំខាន់ៗអំពីក្រមសីលធម៌ពន្ធដារក្នុងតំបន់អាស៊ីការរៀបចំកម្មវិធីបណ្ដុះបណ្ដាល Capacity Building Program សម្រាប់ឆ្នាំ2025-2026 ការអនុវត្តនិងផ្សព្វផ្សាយនៅអនុសាសន៍ដែលបានដាក់ចេញដោយក្រុមប្រធានគណៈប្រតិភូនៃស្កាតានិងការពិភាក្សានិងទទួលយកធាតុចូលសម្រាប់ការរៀបចំទិសដៅអនុវត្តបន្តរបស់ក្រុមការងារស្កាតា Task Force ជាកិច្ចបញ្ចប់ក្នុងដំណើរបេសកកម្មរបស់គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារដឹកនាំដោយឯកឧត្តមគង់វិបុលរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ចប់នៅថ្ងៃសុក្រទី19ខែកញ្ញាឆ្នាំ2025ប្រកបដោយលទ្ធផលផ្លែផ្កាជាមួយនឹងការទទួលបានជាគំនិតច្នៃប្រឌិតថ្មីៗបទពិសោធន៍និងឧត្តមមានវត្តសំខាន់ៗសម្រាប់ធ្វើជាមូលដ្ឋានក្នុងការសិក្សាស្វែងយល់និងបង្កើនសមត្ថភាពរដ្ឋបាលសារពើពន្ធឲ្យកាន់តែប្រសើរឡើង។